សម្ដេចតេជោហ៊ុនសែនបានแชร์ចែករំលែកនៅអត្ថបទដែលបានលើកឡើងថាហេតុអ្វីនៅក្នុងសង្គ្រាម5ថ្ងៃកម្ពុជាមិនប្រើប្រាស់អាវុធធុនធ្ងន់ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ប្រទេសសៀមចម្លើយកម្ពុជាមានយុទ្ធសាស្ត្រសង្គ្រាម3យ៉ាងទី1ជាទូទៅនៅក្នុងយុទ្ធសាស្ត្រសង្គ្រាមមុនការបើកប្រយុទ្ធទ្រង់ទ្រាយធំយើងត្រូវស្គាល់សត្រូវយើងត្រូវសិក្សាអំពីយុទ្ធសាស្ត្រប្រយុទ្ធរបស់សត្រូវកម្លាំងកងទ័ពនិងសមត្ថភាពសភាវុធរបស់សត្រូវទី2សិក្សាពីសមត្ថភាពក្នុងការទប់ទល់និងការឆ្លើយតបគឺដូចជាត្រូវស្គាល់ខ្លួនឯងដើម្បីបែងចែកកម្លាំងគ្រប់គ្រាន់តាមតំបន់ការពារដើម្បីធានាបាននូវការឆ្លើយតបនឹងការពារខ្លួនឲ្យសមស្រប 100% ទី3សិក្សាពីទំនាក់ទំនងយុទ្ធសាស្ត្រសង្គ្រាមរវាងសម្ព័ន្ធមិត្តរបស់សត្រូវដូចជាអាវុធជាច្រើនដែលសត្រូវប្រើប្រាស់គឺជារបស់អាមេរិកនិងលោកខាងលិចបើយើងប្រើប្រាស់ការឆ្លើយតបហួសដែនកំណត់ប្រកាសជាមានការប្រតិកម្មនិងការផ្គត់ផ្គង់អាវុធបន្ថែមដល់សត្រូវឧទាហរណ៍បើយើងប្រើប្រាស់សភាវុធកម្រិតខ្ពស់របស់ចិនបាញ់ទម្លាក់យន្តហោះ F-16 របស់អាមេរិកច្បាស់ណាស់ប្រកាសជាអាមេរិកមិនសុខចិត្តនោះទេអាមេរិកប្រកាសជាជួយផ្គត់ផ្គង់សភាវុធបន្ថែមឲ្យសៀមពេលនោះសង្គ្រាមនឹងកាន់តែធំហើយលោកប្រធានាធិបតីដូណាល់ត្រាំក៏មិនប្រកាសឲ្យមានបទជប់បាញ់ដែរបែរជាគាំទ្រសៀមឲ្យឈ្លានពានខ្មែរទៅវិញដូច្នេះការប្រើប្រាស់យុទ្ធសាស្ត្រប្រយុទ្ធគឺត្រូវមានការប្រុងប្រយ័ត្នត្រូវប្រើប្រាស់ការថ្កោលទោសជាមុនទើបមានការឆ្លើយតបតាមក្រោយតើសៀមអាចធ្វើសង្គ្រាមឈ្នះខ្មែរដែរឬទេចម្លើយសៀមមិនអាចធ្វើសង្គ្រាមឈ្នះខ្មែរទេប៉ុន្តែអាចធ្វើឲ្យខ្មែររងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរព្រោះហេតុផល4យ៉ាងទី1សភាវុធបច្ចុប្បន្នទំនើបកម្មសភាវុធខ្មែរឲ្យតែមានហេតុផលសមស្របសម្រាប់ការឆ្លើយតបសភាវុធខ្មែរមានដូចជាប្រព័ន្ធការពារដែនអាកាស KS-1C និង QW3 អាចមានសមត្ថភាពបាញ់ទម្លាក់យន្តហោះចម្បាំងនិងដ្រូនរបស់សៀមនិងប្រព័ន្ធបាញ់រ៉ុកែត PHL-03, PHL-81, PHL-90B, BM-21, OM-70 និងកំភ្លើងធំ SH-1 155 មីលីម៉ែត្រជាដើមលក្ខណៈសុទ្ធតែមានសមត្ថភាពកំណត់ទីតាំងមូលដ្ឋានទ័ពការចល័តទ័ពផ្សេងៗរបស់សត្រូវនិងអាចកំទេចបានគ្រប់យ៉ាងទី2កម្លាំងកងទ័ពបច្ចុប្បន្នកងទ័ពរបស់សៀមមានចំនួនច្រើនជាងខ្មែរប៉ុន្តែបើគិតពីសមត្ថភាពកងទ័ពប្រយុទ្ធខ្សែត្រៀមនិងកងទ័ពកម្លាំងដូពិសេសរបស់ខ្មែរនៅតែខ្លាំងជាងសៀមហើយបច្ចុប្បន្នរាជរដ្ឋាភិបាលខ្មែរក៏កំពុងតែជ្រើសរើសកងទ័ពបន្ថែមទៀតផងដែរដូច្នេះអាចបញ្ជាក់បានថាការទប់ទល់តាមរយៈកងកម្លាំងទ័ពប្រយុទ្ធសៀមមិនមានប្រៀបលើខ្មែរនោះទេខ្ញុំសូមពន្យល់ត្រង់នេះបន្តិចការប្រយុទ្ធនៅក្នុងសមរភូមិមិនមែនយកកម្លាំងទ័ពរាប់ម៉ឺនទៅវាយគ្នាតទល់មុខនោះទេគឺយុទ្ធសាស្ត្រប្រយុទ្ធបែងចែកកម្លាំងការទប់ទល់ខ្សែត្រៀមប្រុងប្រៀបប្រយុទ្ធមានរបៀបយុទ្ធសាស្ត្រច្រើនណាស់ខុសពីបងប្អូនគិតថាឲ្យតែច្រើនគឺឈ្នះមិនមែនអញ្ចឹងនោះទេទី3បទពិសោធន៍និងភូមិសាស្ត្របងប្អូនខ្មែរក៏ប្រហែលជាបានដឹងច្បាស់ដែរអំពីបទពិសោធន៍របស់កងទ័ពខ្មែរនិងភូមិសាស្ត្រដែលខ្មែរឈរជើងស្គាល់ច្បាស់ព្រោះខ្មែរឆ្លងកាត់បទពិសោធន៍សង្គ្រាមជាង40ឆ្នាំត្រង់ចំណុចនេះគឺមានប្រៀបលើស 50% លើសៀមរួចស្រេចដូចជាប្រើប្រាស់អាវុធមិនស្គាល់ភូមិសាស្ត្រចល័តទ័ពមិនស្គាល់យុទ្ធសាស្ត្រនិងភូមិសាស្ត្រការដឹកជញ្ជូនកាត់ផ្ដាច់ផ្លូវស្បៀងជាដើមលក្ខណៈត្រង់ចំណុចនេះខ្ញុំសូមមិនបកស្រាយច្រើនទេបងប្អូនអាចសិក្សាបន្ថែមដោយខ្លួនឯងបានទី4រងផលខូចខាតនៅក្នុងសង្គ្រាមជាទូទៅនៅពេលដែលសត្រូវឈ្លានពានតែងតែរងផលខូចខាតធ្ងន់ធ្ងរច្រើនជាងដែលយើងការពារខ្លួនដូចជាស្លាប់កងទ័ពខូចខាតខ្វះអាវុធខ្វះស្បៀងបាត់បង់ទីតាំងបើមានការឆ្លើយតបឬវាយបកកម្រិតខ្ពស់ប្រកាសជារងគ្រោះធ្ងន់ធ្ងរបំផុតទើបខ្ញុំសន្និដ្ឋានថាទោះសៀមខ្លាំងប៉ុណ្ណាបើមានសង្គ្រាមទ្រង់ទ្រាយធំប្រយុទ្ធមិនអាចលើសពី3ខែឡើយដែលខុសពីខ្មែរនៅតែអាចកំដរបានរាប់ឆ្នាំនៅមានសំណួរបងប្អូនជាច្រើនទៀតដែលសួរមកខ្ញុំប៉ុន្តែខ្ញុំមិនទាន់បានបកស្រាយខ្ញុំសូមធ្វើការបកស្រាយពីសំណួរនេះសិនសូមបញ្ជាក់សារជាថ្មីម្ដងទៀតនៅក្នុងកលៈទេសៈនេះយើងទទួលយកបទជបាញ់ដើម្បីការពារសន្តិភាពយើងមិនអាចផ្ទុះអាវុធទេបើផ្ទុះអាវុធប្រកាសជាសហរដ្ឋអាមេរិកអន្តរជាតិថ្កោលទោសលើខ្មែរយើងនិងគាំទ្រសៀមលើសង្គ្រាមឈ្លានពានខ្មែរហើយខ្មែរយើងក៏នឹងទទួលទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីអន្តរជាតិផងដែរខ្ញុំនៅតែស្នើសុំបងប្អូនសូមព្យាយាមអត់ធ្មត់ជឿជាក់លើរាជរដ្ឋាភិបាលយើងពីព្រោះរាជរដ្ឋាភិបាលយើងកំពុងតែខិតខំធ្វើរឿងសំខាន់ជាច្រើនដែលបងប្អូនមិនអាចដឹងបានដើម្បីការពារជាតិមាតុភូមិនិងសន្តិភាពការរស់នៅរបស់ប្រជាពលរដ្ឋការអត់ធ្មត់របស់បងប្អូនគឺបដូរបាននៅសន្តិភាពជាងមានសង្គ្រាមនិងខិតខំជួយគាំទ្រផលិតផលខ្មែរដើម្បីកសិករខ្មែរប្រជាជនខ្មែរនិងសេដ្ឋកិច្ចខ្មែររីកចម្រើនទាំងអស់នេះគ្រាន់តែជាការសង្ខេបខ្លីដើម្បីឲ្យបងប្អូនបានងាយយល់ហើយបើសិនជាខុសខ្វះត្រង់ចំណុចណាសូមជួយបំពេញបន្ថែមសូមគោរពអរគុណ